នៅជីភូមិដាច់ស្រយាលមួយមានស្ពានឈើចាស់ទ្រុឌទ្រោមមួយដែលអ្នកស្រុកគ្រប់គ្នាហៅថាស្ពានមរណៈស្ពាននេះឆ្លងកាត់ស្ទឹងមួយដែលមានទឹកខ្មៅងឹតហើយព័ទ្ធជុំវិញដោយដើមជ្រៃធំដែលទម្លាក់ឬវែងដល់ផ្ទៃទឹកវិចិត្រគឺជាយុវជនម្នាក់ដែលមិនសូវជឿលើរឿងខ្មោចព្រាយបិសាចនោះទេយប់មួយក្នុងកំឡុងពេលភ្លៀងធ្លាក់រលឹមស្រិចគេបានជិះម៉ូតូកាត់ស្ពាននោះទាំងយប់អាធ្រាត្រដើម្បីត្រឡប់ទៅផ្ទះវិញពេលជិះមកដល់ពាក់កណ្ដាលស្ពានស្រាប់តែម៉ូតូរបស់គេរលត់ម៉ាស៊ីនឈឹងវិចិត្រព្យាយាមធាក់បញ្ឆេះម៉ូតូយ៉ាងណាក៏មិនឆេះក្នុងភាពស្ងប់ស្ងាត់នៅពេលរាត្រីគេស្រាប់តែសំឡេងទឹកខ្ទាតតិចនៅខាងក្រោមស្ពានឆ្វប់ដូចមានអ្វីម្យ៉ាងកំពុងហែលេងគេបានយកទូរស័ព្ទមកបញ្ចាំងមើលទៅក្នុងទឹកប៉ុន្តែអ្វីដែលគេឃើញមិនមែនជាត្រីឬសត្វទឹកនោះទេគឺមានក្បាលមនុស្សជាច្រើនកំពុងអន្តែតត្រឡប់ត្រលិនភ្នែកបើកធំសម្លឹងមកលើគេរំពេចនោះសំឡេងស្រីម្នាក់សាច់ខឹកបន្លឺឡើងពីក្រោយខ្នងចង់ទៅណាបើប្រលឹងឯងត្រូវនៅយាមស្ពានជំនួយយើងហើយនោះវិចិត្រងាកក្រោយទាំងញ័ររន្ធត់គេឃើញស្ត្រីម្នាក់ស្លៀកឈុតរហែករយីកយាកគ្មានមុខមាត់មានតែប្រហោងភ្នែកខ្មៅងឹតកំពុងឈរហុចដៃមកដាក់គេព្យាយាមរត់ប៉ុន្តែជើងរបស់គេហាក់ដូចជាត្រូវជាប់ស្អិតនឹងឈើស្ពាននោះរុះដើមជ្រៃដែលយោចុះឡើងក៏ប្រែជាដូចពស់វាមួជុំវិញខ្លួនរបស់គេរួចអូសគេទម្លាក់ទៅក្នុងទឹកស្ទឹងខ្មៅងឹតនោះបាត់ទៅព្រឹកឡើងអ្នកភូមិប្រទះឃើញតែម៉ូតូរបស់វិចិត្រទុកចោលនៅលើស្ពានប៉ុន្តែខ្លួនរបស់វិចិត្របានបាត់សូន្យឲ្យឈឹងមិនខេងវិតនៅជាមួយម៉ូតូនោះទេចាប់តាំងពីថ្ងៃនោះមករៀងរាល់យប់អាធ្រាត្រអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនោះតែងតែសំឡេងធាក់បញ្ឆេះម៉ូតូដែលមិនឆេះនិងសំឡេងបុរសម្នាក់យំស្រែកហៅឲ្យគេជួយពីក្រោមស្ពានប៉ុន្មានថ្ងៃក្រោយមកសក្តាដែលជាមិត្តជិតស្និទ្ធរបស់វិចិត្រមិនអស់ចិត្តនឹងការបាត់ខ្លួនរបស់មិត្តភក្តិឡើយគេបានសម្រេចចិត្តទៅស៊ើបសួរចាស់ទុំក្នុងភូមិរហូតបានដឹងរឿងរ៉ាវដ៏ជូរចត់មួយកាលពី25ឆ្នាំមុនស្ពាននេះត្រូវបានសាងសង់ឡើងដោយការធ្វើពលីកម្មមនុស្សរស់ម្នាក់យកទៅបញ្ចុះនៅក្រោមសស្ពានដើម្បីឲ្យព្រលឹងនោះនៅចាំយាមនិងការពារកុំឲ្យស្ពានបាក់សក្តាបានដឹងថាព្រលឹងដែលយាមស្ពាននោះបានដល់ពេលដែលទៅចាប់ជាតិជាងថ្មីហើយទើបវាត្រូវការព្រលឹងថ្មីមកជំនួសវិចិត្រមិនមែនបាត់ខ្លួនទេប៉ុន្តែគេត្រូវបានស្ពាននេះនាំទៅយកព្រលឹងដើម្បីក្លាយជាអ្នកយាមថ្មីហើយព្រលឹងចាស់នឹងឆាប់បានទៅចាប់ជាតិយប់នោះសក្តាបានរៀបចំទៀនធូបនិងដាវអាគមមួយរួចដើរទៅកាន់ស្ពានសុយព្រលឹងនោះទាំងកណ្ដាលអាធ្រាត្រពេលទៅដល់កណ្ដាលស្ពានស្រាប់តែខ្យល់ត្រជាក់ស្រឹបបោកបក់មកយ៉ាងខ្លាំងក្នុងពន្លឺភ្លើងទៀនដ៏ព្រិលគេឃើញវិចិត្រកំពុងអង្គុយលើបង្កាន់ដៃស្ពានបែកខ្នងមករកគេវិចិត្រឯងមែនទេសក្តាហៅទាំងញោមមាត់រូបរាងនោះងាកមកយឺតមុខរបស់វិចិត្រប្រែជាស្លេកស្លាំងភ្នែកឡើងស្លែកហូរឈាមតាមរន្ធត្រចៀកគេនិយាយដោយសំឡេងស្អប់ថាសក្តាជួយយើងផងនៅក្រោមនេះត្រជាក់ណាស់គេបង្ខំឲ្យយើងទាញព្រលឹងអ្នកឯទៀតមកជំនួសទើបយើងអាចទៅចាប់ជាតិបានរំពេចនោះមានស្រមោលដៃជាច្រើនបានលូកចេញពីចន្លោះឈើស្ពានចាប់ជើងសក្តាទាញយ៉ាងខ្លាំងសក្តាប្រឹងកាប់ដោយដាវអាគមទៅលើដៃទាំងនោះស្រាប់តែសំឡេងស្រែកធ្ងោពេញព្រៃគេឃើញស្រមោលខ្មៅធំជាជ្រេនកំពុងឡោមព័ទ្ធស្ពាននោះវិចិត្របានប្រើកម្លាំងចុងក្រោយរុញសក្តាចេញពីស្ពានរួចស្រែកថារត់ទៅកុំត្រឡប់មកវិញអីប្រាប់អ្នកភូមិឲ្យដុតស្ពាននេះចោលទៅបើមិនអញ្ចឹងទេវានឹងស៊ីព្រលឹងអ្នកភូមិអស់មិនខានសក្តារត់ត្រឡប់មកវិញទាំងត្រដកខ្យល់ស្អែកឡើងគេបាននាំអ្នកភូមិយកសាំងទៅស្រោចដុតស្ពានឈើនោះចោលក្នុងអណ្ដាតភ្លើងដែលកំពុងឆេះសន្ធោសន្ធៅគេសំឡេងស្រែកធ្ងោលីលំនិងសំឡេងសាច់យ៉ាងគួរឲ្យខ្លាចចាប់តាំងពីស្ពាននោះខ្លាយជាភេះមកគ្មានអ្នកណាបាត់ខ្លួនទៀតឡើយប៉ុន្តែអ្នកភូមិតែងតែនិយាយគ្នាថានៅយប់ដែលមានភ្លៀងធ្លាក់ខ្លាំងបើអ្នកណាម្នាក់ដើរកាត់កន្លែងស្ពានចាស់នោះគេនឹងឃើញយុវជនម្នាក់ឈរជក់បារីកណ្ដាលភ្លៀងសម្លឹងមើលទៅក្នុងទឹកស្ទឹងដោយភាពស្រងោតស្រងាត់នោះគឺព្រលឹងរបស់វិចិត្រដែលនៅតែមិនទាន់អាចទៅណាឆ្ងាយពីទីនោះបានទោះបីជាស្ពានឈើត្រូវបានដុតកំទេចចោលទៅហើយក្តីប៉ុន្តែរឿងរ៉ាវរន្ធត់មិនទាន់បញ្ចប់នៅឡើយទេប៉ុន្មានខែក្រោយមករដ្ឋាភិបាលបានសម្រេចចិត្តសាងសង់ស្ពានបេតុងថ្មីជំនួសស្ពានឈើដែលឆេះនោះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនប៉ុន្តែក្នុងអំឡុងពេលសាងសង់ហេតុការចម្លែកចាប់ផ្ដើមលេចឡើងម្ដងទៀតគ្រឿងចាក់ដែលកំពុងកាយដីស្រាប់តែគង់មិនដំណើរការហើយកម្មករសំណង់ម្នាក់បានធ្លាក់ចូលទៅក្នុងគ្រឹះសស្ពានរកសុបមិនឃើញឡើយសក្តាដែលនៅតែមានអារម្មណ៍មិនល្អបានសម្រេចចិត្តត្រឡប់ទៅកន្លែងនោះម្ដងទៀតនៅពេលយប់
លើកនេះគេមិនបានទៅម្នាក់ឯងទេគឺគេបាននាំគ្រូខ្មែរម្នាក់ដែលកាំងខាងមុនអាគមទៅជាមួយដើម្បីដេញព្រលឹងដែលនៅសេសសល់ពេលទៅដល់មាត់ទឹកគ្រូអាគមបានសូត្រមន្តរួចចាក់ទឹកមន្តចូលទៅក្នុងស្ទឹងរំពេចនោះទឹកស្ទឹងដែលធ្លាប់តែស្ងប់ស្ងាត់ក៏ចាប់ផ្ដើមពុះកញ្ជ្រោលឡើងរូបភាពរបស់វិចិត្រលេចឡើងកណ្ដាលផ្ទៃទឹកប៉ុន្តែលើកនេះគេមិនមែនមកម្នាក់ឯងទេនៅពីក្រោយវិចិត្រគឺមានវិញ្ញាណខ្មៅងឹតរាប់រយដែលជាព្រលឹងអ្នកដែលធ្លាប់ស្លាប់នៅលើស្ពាននោះតាំងពីសម័យបុរាណវិចិត្របានខ្សឹបប្រាប់សក្តាតាមរយៈខ្យល់ថាសក្តាឯងដុតបានតែឈើទេប៉ុន្តែឯងមិនអាចដុតបណ្ដាសាដែលនៅជាប់នឹងដីនេះបានឡើយពួកវាត្រូវការសិទ្ធិថ្មីហើយពួកវាកំពុងរងចាំវិញ្ញាណថ្មីមកគ្រប់គ្រងគ្រូអាគមបានដឹងភ្លាមថាបណ្ដាសានេះមិនមែននៅលើស្ពានទេគឺនៅលើដីនិងទឹកកន្លែងនោះតែម្ដងដើម្បីបញ្ចប់រឿងនេះពួកគេត្រូវតែរកឲ្យឃើញវត្ថុចុងព្រលឹងដែលត្រូវបានគេបញ្ចុះតាំងពី25ឆ្នាំមុនបន្ទាប់ពីកាយដីនៅក្បែរគល់ស្ពានចាស់ពួកគេក៏បានឃើញរលាក្បាលមួយដែលត្រូវបានគេចារយ័ន្តមន្តខ្មៅជុំវិញវាគឺជាវត្ថុស័ក្តិសិទ្ធិខ្មៅដែលគេប្រើដើម្បីបង្ខាំងព្រលឹងឲ្យយាមស្ពានគ្រូអាគមបានសូត្រមន្តរំដោះរួចកំទេចរលាក្បាលនោះចោលរំពេចនោះសំឡេងស្រែកធ្ងោដែលធ្លាប់តែក៏ប្រែជាសំឡេងខ្យល់បក់ត្រជាក់ស្រួលរូបរាងរបស់វិចិត្រចាប់ផ្ដើមរលាបន្តិចម្ដងគេញឹមដាក់សក្តាជាលើកចុងក្រោយរួចហោះរសាត់តាមខ្យល់បាតាទៅស្ពានបេតុងថ្មីត្រូវបានសាងសង់រួចរាល់ជាស្ថាពរអ្នកភូមិលែងភ័យខ្លាចទៀតហើយប៉ុន្តែរៀងរាល់ថ្ងៃខួបនៃការបាត់ខ្លួនរបស់វិចិត្រសក្តាតែងតែយកផ្កាមកបោះចូលក្នុងទឹកស្ទឹងដើម្បីរំលឹកដល់មិត្តភ័ក្តិដែលបានលះបង់ខ្លួនឯងដើម្បីការពារអ្នកភូមិពីបណ្ដាសាស្ពានស៊ុយព្រលឹងនោះ